បាទសួស្តីមិត្តភ័ក្តិអរគ្នាបាទនៅក្នុងខ្សែវីដេអូមួយដែរខ្ញុំនឹងឲ្យមិត្តភ័ក្តិអរគ្នាហ្នឹងពីរបៀបនៃការចុះឈ្មោះយក website មួយដែលអនុញ្ញាតឲ្យយើងហ្នឹងចុះឈ្មោះ free យកប្រើប្រាស់នៅ website បាទដើម្បីចុះឈ្មោះយក website free ពី website មួយហ្នឹងគឺយើងត្រូវតែមាន account Gmail ជាមុនសិនអញ្ចឹងយើងអត់មានត្រូវការអីច្រើនទេយើងត្រូវការតែ account Gmail តែមួយទេបាទបន្ទាប់ពីមិត្តភ័ក្តិទាំងអស់គ្នាមាន account Gmail ហើយអញ្ចឹងមិត្តភ័ក្តិទាំងអស់គ្នាហ្នឹងចូលទៅក្នុងអាស្រ័យដ្ឋានមួយដែលគេដាក់ថានេះ blog.com នេះគឺ blog.com បាទគឺ blog.com បន្ទាប់ពីមិត្តភ័ក្តិទាំងអស់គ្នាវាយចូលនៅ link មួយនឹងហើយអញ្ចឹងមិត្តភ័ក្តិទាំងអស់គ្នានឹងមកដល់នៅទំព័រមួយនេះបាទបន្ទាប់ពីមកដល់ទំព័រមួយនេះហើយមិត្តភ័ក្តិទាំងអស់គ្នាត្រូវរកនៅប៊ូតុងមួយដែលគេដាក់ថានេះគឺនេះ sign up free ហ្នឹងបាទអញ្ចឹងយើងចុចចូលលើវាមួយមកដើម្បីទៅចុះឈ្មោះប្រើប្រាស់ account ជាមួយវាបាទបន្ទាប់ពីយើងចុចលើវាហើយវានឹងនាំយើងមកដល់ទំព័រមួយនេះដែលជាទំព័រដាក់ email អញ្ចឹងយើងត្រូវការយក email យើងមកដាក់ឥឡូវសូមដាក់ email ខ្ញុំមួយបាទគឺ email ខ្ញុំgmail.com បាទបន្ទាប់មកគឺ password បាទ password នេះយើងដាក់យ៉ាងម៉េចគេដាក់ទៅប៉ុន្តែឲ្យយើងត្រូវចងចាំខ្លួនឯងផងកុំភ្លេចនៅពេលថ្ងៃក្រោយបាទហើយមួយទៀតគឺ password ឲ្យយើងដាក់មិញនេះម្ដងទៀតបាទដើម្បីបញ្ជាក់វាយើងដាក់ត្រូវគ្នា2ដងដើម្បីបញ្ជាក់វាបាទបន្តមកយើងចុចវាសូមកក្រៅមកដោយយើងត្រូវវាយនៅអក្សរដែលវាដាក់ឲ្យយើងក្នុងប្រអប់នេះយើងត្រូវវាខាងក្រោមនេះឲ្យដូចគេមកគឺham dot ly and cheese ឃើញទេ cheese អញ្ចឹងយើងពិនិត្យមើលថាវាត្រឹមត្រូវហើយនៅអញ្ចឹងវាត្រឹមត្រូវដូចរបស់គេហើយអញ្ចឹងយើងចុចលើកន្លែងមួយនេះកន្លែងប៊ូតុង2ហ្នឹងគឺយើងចុចយកឲ្យលើហ្នឹងដូចគេត្រឹមត្រូវហើយអញ្ចឹងយើងចុចលើប៊ូតុងមួយដែលដាក់ថា next បាទយើងចុចលើ next ហ្នឹងទៅដើម្បីចូលទៅទំព័រមួយទៀតបាទឥឡូវវាដាក់ថា password យើងដាក់មាញ់ហ្នឹងវាខុសគ្នាអញ្ចឹងយើងត្រូវដាក់ដូចគ្នាសូមដាក់ថាថ្មី1 2ជាស្រេចដាក់ថ្មីបាទនេះម្ដងទៀតដាក់ដូចគ្នាដាក់ខុសគ្នាវាដាក់អញ្ចឹងហើយបាទបន្ទាប់មកហ្នឹងគឺអក្សរហ្នឹងដាក់ត្រូវគ្នា chicken noodle បាទបន្ទាប់មកយើងចុចលើពាក្យថា next បាទបន្ទាប់ពី next ហើយវានឹងនាំយើងទៅដល់ទំព័រមួយទៀតហើយដែលបាទខ្លះនេះវាដាក់ថា remember អញ្ចឹងអ្នកនរគ្នាចង់ឲ្យវាចងចាំដាក់ remember ហ្នឹងមកប៉ុន្តែអត់ចង់ឲ្យវាចងចាំទេយើងខ្វែងវាចេញមកបាទចំពោះទំព័រមួយនេះគឺជាទំព័រដែលយើងដាក់នៅ domain name ដែលអ្នកទាំងអស់គ្នានឹងចង់បាន domain name យ៉ាងដូចម្ដេចបាទ domain name នេះគឺអីគេបាទខ្ញុំសូមបង្ហាញថា domain name នោះគឺជាឈ្មោះ website របស់យើងឧទាហរណ៍ថា website យើងនឹងចង់ដាក់ domain name យ៉ាងម៉េចឧទាហរណ៍ថា website khmerload.com khmer24.com ស្អីហ្នឹងអាហ្នឹងហើយជា domain name អញ្ចឹងនៅក្នុងកាឡុនមួយនេះគឺជា domain name អញ្ចឹងអ្នកទាំងអស់គ្នានឹងចង់ដាក់ domain name យ៉ាងដូចម្ដេចបាទចំពោះខ្ញុំដាក់ domain name ខ្ញុំគឺសូមឧទាហរណ៍មួយខ្ញុំដាក់ខ្មែរfree video ចឹងចាស់បាទខ្ញុំដាក់ខ្មែរ free video បាទនៅពេលដែលយើង search ដាក់ខ្មែរ free video នៅពេលហ្នឹងវាកំពុងតែ search ឃើញទេ
វាកំពុងតែសេចឲ្យយើងណាបាទចំពោះ kmaifreevideo.com ចេះវាលុបបាត់ហើយចំពោះ kmavideo.org គឺវាគិតលុយពីយើងអញ្ចឹងយើងអត់ត្រូវការគិតលុយទេអញ្ចឹងយើងត្រូវការ free ពីវាដូច្នេះហើយយើងចង់បាន free ហ្នឹងគឺយើងចុចយកអាក្រៅមួយនេះឃើញវាដាក់00ណាបាទអញ្ចឹងយើងចុចលើវាមួយមកហាច់មកបាទអញ្ចឹងអូខេយើងបាន domain name នឹងអូខេបន្ទាប់មកយើងចុចនៅលើblog title ហ្នឹងចង់បានន័យថាម៉េច blog title ហ្នឹងគឺជា label ឬក៏ជាស្លាកមួយនៅក្នុង website យើងអញ្ចឹងយើង copy អានេះអាលើនឹងមកដាក់មកបាទហ្នឹងជាស្លាក label របស់យើងនៃមិត្តសញ្ញារបស់យើងឧទាហរណ៍ថាក្រុមហ៊ុនមួយត្រូវតែមានបណ្ដាដាក់ពីមុខក្រុមហ៊ុនអាហ្នឹងហើយជា blog title ហ្នឹងអាហ្នឹងមានន័យថាអញ្ចឹងបាទបន្ទាប់មកយើងចុចលើប៊ូតុងមួយដែលគេដាក់ថា create blog បាទយើងចុចលើប៊ូតុងហ្នឹងមកដើម្បីចុចទៅចូលទៅក្នុង dashboard ដើម្បីបង្កើតនៅបាទទៅពេលហ្នឹងយើងបានបង្កើតនៅ website មួយ free ជាមួយនឹង website ហ្នឹងបាទឥឡូវយើងអូខេនៅក្នុងទំព័រមួយនេះយើងត្រូវអត់ប៊ូតុងមួយនេះយើងអត់ត្រូវការយើងត្រូវការតែ free អញ្ចឹងយើងចុចលើ blog for free ហ្នឹងមកបាទបន្តមកទៀតវាឲ្យយើងធ្វើអីបាទណែគឺវាឲ្យយើងនឹងណែយូរថាគាត់ថាណែឡើងឆ្នោតពណ៌ខ្មៅកម្ៅជាងគេហ្នឹងគឺគេថា you must activate it in 48 hours បាទគឺថាយើងនឹងត្រូវតែទៅ activate ទៅចុចលើ link មួយហ្នឹងក្នុងចន្លោះរយៈពេល48ម៉ោងបាទចាប់ពីឥឡូវទៅរហូតទៅ48ម៉ោងយើងត្រូវតែទៅចុច activate ឲ្យវាអញ្ចឹងយើងទៅចុច activate ហ្នឹងនៅកន្លែងណាបាទយើងទៅចុច activate នៅកន្លែងនេះមួយដែលគេដាក់ថានេះឃើញទេ check ឃើញកន្លែង message ឲ្យមកគេដាក់ថា check your inbox at នេះemail របស់យើងហ្នឹងយើងទៅបើក email យើងហ្នឹងដើម្បីទៅចុច click លើ link មួយនេះគេដាក់ថានេះ click in link ណា click លើ link ទៅ click លើ link មួយវានឹងឲ្យយើងនាំយើងទៅទំព័រ website របស់វា free បាទអូខេអញ្ចឹងយើងទៅបើក email មកបាទអញ្ចឹងយើងមកបើក email របស់យើងមកដើម្បីទស្សនាមកចុច click លើ link មួយហ្នឹងបាទឥឡូវនេះវាបានផ្ញើឲ្យយើងហើយនេះគឺ blog.com ហ្នឹងឃើញទេយើងចុចនៅលើវាមួយមកបាទបន្ទាប់ពីយើងคลิกនៅលើវាមួយមកវានឹងឲ្យយើងមកដល់កន្លែងនេះហ่ะឃើញទេគេដាក់ dear blog.com user ឃើញទេ your account and blog were successfully created ឃើញទេនិយាយថាយើងបានបង្កើតជាមួយវានឹងជោគជ័យហ่ะអញ្ចឹងនេះវាថា you have 40 hours to active your account please do clicking the following link ឃើញទេវាថាសូម click ដែលវាបង្ហាញ link ហ្នឹង click ទៅអា link ពណ៌បៃតងពណ៌ខៀវ link ហ្នឹងណាបាទអញ្ចឹងយើង click លើវាមកដើម្បីទៅ activate ជាមួយវាបាទបន្ទាប់ពីយើង click នៅលើវាមកវានឹងនាំយើងមកដល់ website មួយដែលឲ្យយើងកែកុនឆ្នៃអីណានៃជាមួយនឹងវាបាទអញ្ចឹងយើងអូខេជាមួយវាបាទឥឡូវយើងអូខេហើយឥឡូវនេះជា dashboard នេះគឺជា website របស់យើងមួយដែលយើងបានចុះឈ្មោះយកពី free ពីវាបានជោគជ័យហើយដូច្នេះហើយខ្ញុំនឹងបង្រៀនមិត្តភ័ក្តិទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់ tool ទាំងអស់នេះបាទ tool ទាំងអស់នេះបាទឃើញទេ tool ទាំងអស់ហ្នឹងតែយើងប្រើប្រាស់យ៉ាងម៉េចជាមួយនឹង website របស់យើងហ្នឹងយើងត្រូវធ្វើដំណេចបាទចំពោះ tool ទាំងអស់ហ្នឹងគឺយើងប្រើប្រាស់ស្រួលទេបាទ
bạn ở trong p nâng nhom xong mình chọc việc sai videoរបៀបចូលឈ្មោះយក website free ហ្នឹងត្រឹមប៉ុណ្្នឹងសិនបាទនៅក្នុងវីដេអូទី2ខ្ញុំនឹងបង្រៀនប្រភេទអ្នកគ្នាហ្នឹងពីរបៀបប្រើប្រាស់នៅ tool ទាំងអស់ហ្នឹងយើងប្រើប្រាស់វាយ៉ាងម៉េចដើម្បីឲ្យបង្កើតជា website នឹងបានបាទសូមអរគុណដល់មិត្តភ័ក្តិអ្នកគ្នានៅក្នុងខ្សែវីដេអូមួយនេះសូមចាំតាមដាននៅខ្សែវីដេអូទី2ទាំងអស់គ្នាបាទសូមអរគុណច្រើន